អូខេអញ្ចឹងសំណួរនេះគឺជាសំណួរទី4ហើយនឹងគឺជាផ្នែកទី3នៃវីដេអូដែលយើងដោះស្រាយប្រព័ន្ធសមីការ differential អញ្ចឹងនៅក្នុងសំណួរលេខ4នេះគេឲ្យ a គឺជា matrix array ពេលលំដាប់គឺជាសមីការពហុទ្វារសម្គាល់សម្រាប់ matrix a អញ្ចឹងគេឲ្យ matrix a របស់យើងគឺទំហំ3ខ្វែង3ហើយ p លំដាគេឲ្យមកគឺសមីការពហុទ្វារសម្គាល់តែម្ដងអញ្ចឹងយើងអត់ចាំបាច់រកពហុធាតុសម្គាល់ឲ្យគេបាទអញ្ចឹងនៅក្នុងសំណួរ4.1យើងអាចចាប់ផ្ដើមដោះស្រាយយកតែម្ដងអញ្ចឹង4.1នៅត្រង់កន្លែងនេះគេឲ្យយើងរកបាទទី1គឺ eigen value ហើយបន្តមក eigen space របស់ A ដោយសារតែដើម្បីរក eigen value យើងត្រូវស្គាល់ពហុធាតុសម្គាល់អញ្ចឹង p lambda គេឲ្យមកហើយបាទដូច្នេះយើងគ្រាន់តែសរសេរអ្វីដែលគេឲ្យមកខ្ញុំបញ្ជាក់យើងអាចផ្ទៀងផ្ទាត់ថា p lambda របស់យើងនឹងគឺពិតជាប៉ុណ្្នឹងមែនតែនៅក្នុងសំណួរនេះខ្ញុំអត់ទេបាទហ្នឹងហើយអញ្ចឹងដើម្បីយើងទទួលបាន eigen value គឺយើងដាក់ p lambda របស់យើងគឺស្មើ0ដើម្បីទទួលបានសមីការសម្គាល់ជំនួសអញ្ចឹងយើងទទួលបានស្មើ0ដូច្នេះមកកតាគឺស្មើ0យើងទាញបាន lambda របស់យើងគឺស្មើជាមួយនឹងដក1និង lambda មួយទៀតគឺស្មើជាមួយនឹង2អញ្ចឹងយើងអាចទី1រក am តែម្ដងអញ្ចឹង am គឺជា multiplicity algebraic multiplicity យើងមើលតាមស្វ័យគុណរបស់ p lambda ដែលគេឲ្យមកអញ្ចឹងនៅត្រង់កន្លែង lambda អញ្ចឹង am នៃ lambda ស្មើដក1យើងឃើញថាវាមានតែ1ទេបាទហើយនឹង am នៃ lambda ស្មើ2am មកវាគឺស្មើ2បាទអញ្ចឹងនឹងយើងរកទុកមួយអញ្ចឹង eigen value របស់យើងនៅត្រង់កន្លែងនេះគឺយើងថា spec នៃ a គឺមានសំណុំ eigen value របស់យើងគឺដក1និង2បាទនេះគឺជាចម្លើយរបស់យើងឬក៏យើងអាចសរសេរខាងលើនេះតែម្ដងក៏បានដែរអត់ជាបញ្ហាទេបន្ទាប់មក eigen space អញ្ចឹងសម្រាប់ lambda យើងថា lambda ទី1ចុះបាទ lambda ទី1គឺស្មើជាមួយនឹងដក1យើង eigen space របស់យើងគឺ នៃ lambda ទី1យើងត្រូវដោះស្រាយប្រព័ន្ធសមីការនៃនឹងតានេះជា x ចុះបាទអញ្ចឹងដោយសារ matrix របស់យើងទំហំ3ខ្វែង3អញ្ចឹង x របស់យើងក៏ត្រូវជារបស់ a 3ដែរដោះស្រាយប្រព័ន្ធសមីការនៃ a ដក lambda ទី1 e គុណជាមួយ vector x ស្មើ0ដែល x នៅត្រង់កន្លែងនេះយើងអាចតាំងទៅជា vector ដែលមានx1 x2 និងx3 អូខេអញ្ចឹងយើងយកអានេះមកដោះស្រាយអញ្ចឹង a ដក lambda ទី 1e ឬក៏យើងជួស lambda ទី1ចូលទៅយើងទទួលបាន a បូក e បាទអញ្ចឹង matrix a របស់យើងគឺនៅខាងលើយើងដាក់បូក1យើងទទួលបានអូខេបាទសេចប់ក្រោមពេកមើលអត់ឃើញអញ្ចឹងអត់អីអូខេអញ្ចឹង1 2ដក3ហើយដក2 5ដក3ដក2 2ដក1ទៅជា0បាទអូខេអានឹងគឺជាអ្វីដែលយើងមានអញ្ចឹងសាករបប check ម្ដងទៀតនៅខាងលើហ្នឹងអូខេត្រូវហើយបាទហ្នឹងហើយអូខេបន្តមកទៀតយើងធ្វើរកចលន form តែម្ដងបាទleading ទី1របស់យើងនៅខាងលើនេះយើងទុកនៅនឹងហើយបាទអញ្ចឹង chu day ទី1យើងទុកអញ្ចឹង chu day ទី2គឺយើងយកបូកពីដង chu day ទី1អញ្ចឹងបើសិនជា chu day ទី1នេះគុណថែម2យើងបូកជាមួយ chu day ទី2ទៅអញ្ចឹងនេះ0នេះគុណនឹង2វា4 4បូក5វា9នេះគុណ2ដក6ដក1នឹងដក9ដែរអូខេ chu day ទី3ដូចគ្នាបូក2ដង chu day ទី1ដើម្បីឲ្យលេខដក2នេះគឺស្មើ0អញ្ចឹងយើងទទួលបាន0នេះ4 4នឹង2 6បាទហើយគុណជាមួយនេះដក2ដក3គុណ2វាបានដក6ដែរអ
ចឹងយើងអាចស៊ីសងលឿនចឹងជួរដេកទី3និងជួរដេកទី2យើងអាចសម្រួលជាមួយនឹងមេគុណនៅពីមុខជួរដេកនីមួយៗទៅយើងនៅសល់ប៉ុណ្នេះបាទអញ្ចឹងបើសិនជាយើងយកវាគុណជាមួយនឹង vector x ចឹង a ដក lambda ទី 1e គុណជាមួយនឹង x ស្មើ0មានន័យថាយើងទូបានបាទ matrix របស់យើងនៅត្រង់កន្លែងនេះមាន1 2ដក3 0 1ដក1និង0 0 0គុណ x របស់យើងដែលយើងតាំងពីខាងលើគឺ x1 x2 x3 គឺស្មើ0ដូចគ្នាដែរបាទ0 0 0ដូច្នេះយើងទាញបានប្រព័ន្ធសមីការឬក៏យើងអាចតាំងប៉ារ៉ាម៉ែត្រតែម្ដងដោយសារតែសមីការរបស់យើងត្រូវមាន3សមីការ3អញ្ញត្តិតែយើងមានតែ2សមីការ3អញ្ញត្តិដូច្នេះយើងតាំងប៉ារ៉ាម៉ែត្រមួយជាងតាំងx3 របស់យើងស្មើទេអញ្ចឹងសមីការទី2របស់យើងគឺយើងបាន x2 ដក x3 ស្មើ0អញ្ចឹងយើងស្មើជាមួយនឹង x2 ស្មើ x3 គឺស្មើជាមួយនឹងទេយកតែម្ដងអានេះយើងចុះចូលឲ្យហើយទៅក៏បានដែរអញ្ចឹងx1 ឆ្លងសញ្ញាស្មើហើយអញ្ចឹងដក2ដង x2 បូកជាមួយនឹង x3 3x3 ដូច្នេះយើងជួសវាចូលទៅដោយសារ x2 x3 ស្មើជាមួយទេទេអញ្ចឹងយើងទទួលបានសល់ទេដូចគ្នាដូច្នេះយើងទាញបានរបស់យើងនៃ lambda ទី1គឺស្មើជាមួយនឹងបាទយើងតាំង vector x ទូទៅដែលមាន x1 x2 ហើយនិង x3 ទាំងអស់នេះយើងបានទេទាំងអស់បាទយើងអាចទាញទេរបស់យើងនឹងគឺប្រមាណក៏បានដែរឬក៏ជួសតម្លៃទេនឹងស្មើប្រមាណក៏បានដែរចូលទៅក្នុងនឹងហើយខ្ញុំទាញទេរបស់យើងជាលក្ខណៈបន្សំ linear ចុះបាទ1 1 1អញ្ចឹងនៃ lambda ទី1របស់យើងនេះយើងអាចសរសេរនេះយើងតាំង vector v1 ឲ្យហើយបាទគឺស្មើជាមួយនឹង1 1 1ងាយស្រួលពេលក្រោយបាទអូខេហ្នឹងគឺសម្រាប់lambda 1ហ្នឹងហើយអញ្ចឹងដើម្បីពិនិត្យមួយទៀតអ្នកគ្នាអាចរក GM មកហើយក៏បានដែរហ្នឹងហើយអញ្ចឹង GM របស់ lambda ស្មើ lambda 1ស្មើដក1នៅត្រង់កន្លែងនេះគឺស្មើជាមួយនឹងទំហំរបស់ dimension របស់វាអញ្ចឹងនៃ lambda 1អញ្ចឹងយើងស្ប៉ានមួយ vector យើងទូបានមួយអញ្ចឹងអានេះគឺស្មើជាមួយនឹង am នៃ lambda ទី1ដែរបាទអូខេសម្រាប់ lambda ទី2ស្មើជាមួយនឹង2យើងធ្វើដូចគ្នាយើងអាច consider អាមួយនេះទៅបាទអញ្ចឹងយើងធ្វើដូចគ្នាគ្រាន់តែយើងយកa ដក lambda 2យកមកសិក្សាវិញម្ដងហើយវាដាក់វាស្មើអញ្ចឹង a របស់យើងគឺដក2ដង e អញ្ចឹងយើងទទួលបានអញ្ចឹង matrix a របស់យើងដក2ដងនៅក្នុងកត់ទ្រូងអញ្ចឹងនេះយើងបានដក2 2ដក3ដក2 4យើងដក2ទៀតយើងសល់2ដក3ដែរជានេះដក2អានេះគឺដកថែមទៀតគឺដក3អញ្ចឹងយើងឃើញថាទម្រង់របស់យើងនៅត្រង់កន្លែងនេះស្រួលដោយសារតែ3ជួរដេកស្មើគ្នាទាំងអស់អញ្ចឹងដូចគ្នាអញ្ចឹងមានថាវាជាន់គ្នាទាំងអស់ហើយបាទអញ្ចឹងដូច្នេះយើងនៅសល់តែជួរដេកតែមួយឯងពីផ្សេងទៀតគឺស្មើ0អញ្ចឹងដោយសារតែបើសិនយើងគិតពីខាងលើមកយើងត្រូវគុណជាមួយនឹង vector x អញ្ចឹងខ្ញុំដាក់ឧទាហរណ៍យើងគុណមួយ x ឲ្យទៅបាទ x1 x2 x3 ស្មើជាមួយនឹង0 0 0ដូច្នេះយើងឃើញថាសមីការរបស់យើងមានតែមួយសមីការដែលវាជាលក្ខណៈប្រព័ន្ធអញ្ចឹងមួយសមីការ3អញ្ញត្តិដូច្នេះយើងត្រូវតាំង2ប៉ារ៉ាម៉ែត្រដើម្បីយើងអាចដោះស្រាយបានអញ្ចឹងតាំង x3 ស្មើជាមួយនឹងទេហើយនឹង x2 ស្មើជាមួយនឹងs បាទអញ្ចឹងយើងទាញបានដក2ដង x1 បូក2ដង x2 ដក3ដង x3 គឺស្មើ0ដូច្នេះយើងអាចទាញរក x1 បានបាទ x1 យើងកាប់ពិតយើងជួសជុលហើយចាំចែកក៏បានដែរអត់ជាបញ្ហាទេហ្នឹងហើយអញ្ចឹងនៅត្រង់កន្លែងនេះយើងទាញទៅយើងបានដក2ដង x2 បូកជាមួយនឹង3ដង x3
ចែកជាមួយនឹងដក2បាទអញ្ចឹងស្មើជាមួយនឹងនេះយើងគិតបាទយើងជួសឲ្យហើយក៏បានដែរបាទអញ្ចឹង x2 របស់យើងគឺស្មើ s អញ្ចឹងដក2វាទៅជានៅសល់ដក s បាទនេះបូកជាមួយ3លើ2ទេបាទអូខេអញ្ចឹងនឹងគឺស្មើប៉ុណ្ណឹងក៏យើងអាចទាញមេគុណ2ជាងក្រៅក៏បានដក1/2ឲ្យហើយក៏បានអូខេការពិតធ្វើចេះល្អជាងបាទ1/2ហ្នឹងអញ្ចឹងយើងសល់បាទនេះសម្រួលទៅការពិតមិនចាំដកទៀតទេបាទអញ្ចឹងនេះយើងទទួលបានs អញ្ចឹង 2s ហើយនឹងនេះសម្រួលដកទៀតបាទនេះក៏ពិតមានដកជាងដក3ទេបាទធ្វើចេះតែម្ដងទៅអូខេអញ្ចឹងរបស់យើងទទួលបានគេខ្ញុំអូសกระดาษឲ្យឡើងបន្តិចអញ្ចឹងនៃ lambda 2របស់យើងគឺស្មើជាមួយនឹងសំណុំនៃ vector x ដូចគ្នាអញ្ចឹង x1 x2 x3 បាទអញ្ចឹងយើងជួសx1 x2 x3 នឹងចូលតែម្ដងមកបាទអញ្ចឹង x1 របស់យើងគឺស្មើជាមួយនឹង1លើ2បាទ 2s ដក3តេហើយ x2 របស់យើងគឺស្មើ s ហើយ x3 របស់យើងគឺស្មើតេហ្នឹងដូច្នេះយើងអាចទាញជាបន្សំ linear តេតាមតេ s តាម s ដោយសារតែតេរបស់យើងគឺចាត់ទុកជាប៉ារ៉ាម៉ែត្រទី3ខ្ញុំនឹងសរសេរតាមក្រោយអញ្ចឹង s របស់យើងមុនអញ្ចឹងយើងទាញ1/2បាទទាញបានចេះដើម្បីឲ្យស្រួលទាញ s យើងនៅសល់អានេះ s1 អញ្ចឹង s00 អូខេអញ្ចឹងទាញ s ក៏ពិតទាញ s ទៅយើងគុណចូលក៏ពិតស្រួលជាងបាទហ្នឹងហើយទាញ s យើងសល់110បាទបូកជាមួយនឹងទាញ1/2តេចេញបាទ1/2តេបាទអញ្ចឹងយើងនឹងសល់ដក3 02បាទទាំងអស់នេះអញ្ចឹងវាជាលក្ខណៈបន្សំ linear អញ្ចឹងយើងស្ប៉ានតែ110ដូចខ្ញុំបញ្ជាក់ពីខាងលើថាយើងអាច s របស់យើងនេះចំនួនតម្លៃលេខប្រមាណក៏បានដែរចូលទៅក្នុងហ្នឹងរួមទាំង0ដែរនៅក្នុងសំណុំ icon vector បាទឬក៏ icon space ហ្នឹងអញ្ចឹងយើងដក302យើងកំណត់សម្គាល់ឃើញថា icon space របស់យើងគឺស្មើប៉ុណ្នេះទៅអញ្ចឹងដើម្បីងាយស្រួលខ្ញុំកំណត់ raw gm តែម្ដងអូខេអញ្ចឹង gm នៃ lambda 2របស់យើងដែលស្មើជាមួយនឹង2នេះគឺស្មើជាមួយនឹង dimension របស់ icon space នៃ lambda 2ដូចគ្នាគឺស្មើជាមួយនឹង2ដោយសារយើង span 2 vector អូខេអញ្ចឹងសំណួរទី1របស់យើងគឺចប់ហើយតាមទៀតសំណួរទី2គឺដោះស្រាយប្រព័ន្ធសមីការ homozyte ដែល x របស់យើងនៅត្រង់កន្លែងនេះគេតាំង x1 x2 ជា transport អូខេអញ្ចឹងសំណួរទី2ខ្ញុំគិតថាសរសេរអស់បាទ4.2 ចឹង solve system or equation x ដែល x របស់យើងនៅត្រង់កន្លែងនេះគឺមានអាថេបគឺ x1 នេះទេ x2 នេះទេ x3 នេះទេយើងអាចសរសេរជាលក្ខណៈ 2D ហើយយើងដាក់ transport ក៏បានដែរជាបញ្ហាទេអូខេអញ្ចឹងដើម្បីយើងសរសេរចម្លើយទូទៅរបស់សមីការ homozyte ប្រព័ន្ធសមីការ homozyte នេះគឺយើងមានចម្លើយទូទៅដោយសារតែខាងលើគឺយើងមានទិសផ្សេងគ្នាអញ្ចឹងមាន lambda 2ហើយយើងរកឃើញ vector របស់យើងក៏ផ្សេងដែរអញ្ចឹងដូច្នេះអានេះលក្ខណៈរឹសដាច់ឯងផ្សេងគ្នាបាទលក្ខណៈរឹសដប់ក៏ដូចគ្នាប៉ុន្តែយើងរកឃើញ GM ស្មើ AM ដូច្នេះ
នេះខ្ញុំស្មើ2បាទស្មើជាមួយនឹង am នៃ lambda 2បាទអញ្ចឹងវិលក្ខណៈរបស់យើងគឺអាចអត់មានការស្មុគស្មាញទេបាទអូខេអញ្ចឹងចម្លើយទូទៅបាទ general form របស់យើងគឺស្មើជាមួយនឹង c1 x1 នេះទេបាទបូក c2 x2 នេះទេបូក c3 x3 នេះទេដោយសារតែយើងរកឃើញហើយយើងគ្រាន់តែចំនួនទូទៅបាទចេះអានេះ lambda ទី1នេះទេបូកជាមួយនឹង v1 បូកជាមួយនឹង c2 lambda ទី2នេះទេlambda ទី2នេះទេ v2 បាទបូកជាមួយនឹង c3 នៃ lambda ទី2ដែរបាទនៃ v3 ដោយសារតែ lambda របស់យើង lambda ទី2របស់យើងជាឬដប់អញ្ចឹងយើងមានចម្លើយពីរផ្សេងគ្នាដែរអូខេអញ្ចឹងយើងជួសចម្លើយលេខចូលទៅបាទអញ្ចឹង c1 lambda ទី1នេះគឺស្មើដកអញ្ចឹងដកទេ v របស់វាគឺ1 1 1បាទបូកជាមួយនឹង c2 នៃ lambda ទី2គឺ2ទេយើងបាននៅក្នុងកំឡុងនេះយើងអាចតាំង v1 អានេះ v2 អានេះ v3 ចុះបាទមួយណាក៏បានដែរមួយណាក៏បានដែរមួយនឹងនៅក្នុង eigenspace ហ្នឹងបាទអញ្ចឹងយើងបាន1 1 0បូកជាមួយនឹង c2 lambda ទី2នេះទេក៏ដូចគ្នាដក3 0 2ឬក៏យើងបូកសរុបគ្នាចូលទាំងអស់ទៅយើងបានc1 សេគុណដកទេបូកជាមួយនឹង2ទេកតាឲ្យ c2 ដក c 3ដង c3 បាទនឹង1ហើយយើងបាន c1 សេគុណទេបូកជាមួយនឹង សេគុណ2ទេកតាឲ្យ c2 បាទនេះមានតែ c2 បាទអញ្ចឹងដោយសារនោះ0អញ្ចឹងយើងដាក់ចេះទៅ c2 សេគុណ2ទេនឹងចុងក្រោយយើងបាន c1 សេគុណទេដកទេសំទោសបាទខ្ញុំคลิกដកបូកជាមួយនឹងនេះ c3 បាទ2ដង c3 សេគុណ2ទេចឹងនេះចម្លើយរបស់យើងសម្រាប់សមីការប្រព័ន្ធសមីការ homozyne ដែល c1 c2 គឺជាចំនួនថេរណាមួយឬក៏ជារបស់ចំនួនពិតណាមួយយើងអាចរកវាបានបើសិនជាគេប្រាប់លក្ខខណ្ឌដើមអូខេអញ្ចឹងសំណួរយើងចិត្តអស់ហើយអត់មានអីឆ្ងាយពីនឹងទៀតទេហ្នឹងហើយអូខេនៅក្នុងសំណួរចប់ខ្ញុំបន្តទៅនេះមួយទៀតចាស់បាទមកទំព័រទៀតហើយយើងអាចថាយកលំហាត់នឹងមកដែរអញ្ចឹងគេថាដោយអត់ដោះស្រាយនេះដល់យើងមិនចាំដោះស្រាយទេចូលកំណត់ទម្រង់ទូទៅនៃចម្លើយពិសេសរបស់ប្រព័ន្ធសមីការdifferential ដែលមានទម្រង់បាទអញ្ចឹងនេះយើងមានប្រព័ន្ធសមីការរបស់យើងគឺ x' នេះទេស្មើជាមួយនឹង a x ទេបូកជាមួយនឹងបាទ bt អញ្ចឹងនេះគឺជាប្រព័ន្ធសមីការមិន homozyne បាទ non homozyne អញ្ចឹងនៅត្រង់កន្លែងនេះគេអត់ឲ្យយើងដោះស្រាយទេគ្រាន់តែកំណត់ទម្រង់ទូទៅរបស់ចម្លើយ xp ដោយសារតែចម្លើយទូទៅរបស់យើងគឺ x ស្មើជាមួយនឹង x ហាស់បូកជាមួយនឹង xp ឯងអញ្ចឹងយើងគ្រាន់តែកំណត់ចម្លើយទូទៅរបស់ xp ទៅបានហើយអញ្ចឹង xp របស់យើងនៅត្រង់កន្លែងនេះវាគួរតែមានរាងទូទៅដូចជាមួយនឹង bt អញ្ចឹងខ្ញុំសេ bt សិនអញ្ចឹង bt របស់យើងនៅត្រង់កន្លែងនេះគឺមានទម្រង់បាទអានេះយើងសេជាជួឈរចុះអញ្ចឹង3 សេគុណដកទេបូក2ទេសេគុណទេហ្នឹងហើយអូខេហើយកុសទេដក2សេគុណ2ទេហើយនឹងចុងក្រោយគឺទេសេគុណ2ទេអូខេអញ្ចឹងនៅត្រង់កន្លែង bt នេះអ្នកនរគ្នាត្រូវតែបែងចែកវាឲ្យដាច់អស់អញ្ចឹងមានទម្រង់អីខ្លះអញ្ចឹងសេគុណដកទេគឺតាមសេគុណដកទេអញ្ចឹងយើងបានថានេះគឺនៅសល់3 0 0សេគុណដកទេ1បូកពហុធានេះចាំយើងបូកតាមក្រោយអញ្ចឹងនៅសល់មួយទៀតគឺទេអញ្ចឹងនៅសល់នេះបាទកាប់នេះមានមួយទៀតអញ្ចឹង0 2 0សេគុណ2ទេបានយើងបូក
0 1 បាទតេសេគុណ2តេបូកជាមួយនឹងកុសអញ្ចឹងអានេះយើង0 1 0កុសតេហើយនឹងបូកជាមួយនឹងពហុធាតុបាទអញ្ចឹងអានេះដក1 0 0ហើយគុណ1តេអូខេយើងមាន5ទម្រង់នេះគឺគិតទាំងអស់នេះបាទអញ្ចឹងអានេះពហុធាតុ degree ទី0អានេះពហុធាតុ degree ទីអានេះយើងអាចសរសេររួមតែម្ដងក៏បានដែរដើម្បីងាយស្រួលអញ្ចឹងមានសេគុណតេរួមគ្នាទេអញ្ចឹងយើងអាចសរសេររួមតែម្ដងទៅថាអានេះគឺជាទម្រង់នៃពហុធាតុ degree ទី1បាទអញ្ចឹងនេះបូកចូលគ្នាអានេះផ្សេងនេះផ្សេងអូខេដូច្នេះយើងគួរតែចាប់ដើមសរសេរចម្លើយរបស់យើងដូចគ្នាដែរអញ្ចឹងពឹងផ្អែកជាមួយនឹងគេឲ្យយើងដោះស្រាយររៀងទូរតម្លៃអញ្ចឹងយើងគ្រាន់តែសេះរៀងទូទៅពឹងផ្អែកជាមួយអ្វីដែលយើងមានខាងមុនអញ្ចឹងយើងត្រូវពឹងផ្អែកជាមួយនឹងចម្លើយ homozyne ដែរអញ្ចឹងចម្លើយ homozyne របស់យើងនៅត្រង់កន្លែងនេះខ្ញុំសរសេរបញ្ជាក់មកវិញថា x ហាស់នៃតេរបស់យើងគឺស្មើបាទសេ1សេគុណដកតេនៃ111បាទបូកសេ2សេគុណ2តេដូចជាមួយ10និងសេ3សេគុណ2តេដែរបាទដក3 02បាទអញ្ចឹងយើងអាចទាញបាន xp យើងគឺទម្រង់របស់យើងធ្វើមិនក៏ដោយបើសិនជន់យើងគួរតែធ្វើមិនអញ្ចឹងនៅត្រង់កន្លែងនេះយើងឃើញថាចម្លើយ homozyne របស់យើងមានសេគុណដកតេអញ្ចឹងចម្លើយ yp របស់យើងគឺត្រូវតែមានហ្នឹងប៉ុន្តែត្រូវគុណថែមដូច្នេះខ្ញុំគុណថែមប្រមាណបាទអូខេអញ្ចឹងនេះវាជាលក្ខណៈ vector អញ្ចឹងយើងអាចសរសេរទៅជាបាទ a0 b0 c0 បូកជាមួយនឹង a1 b1 c1 t ចេះយើងជន់ហើយបាទយើងជន់សេគុណ b ទេអញ្ចឹងថែមយើងគួរតែថែមតាអូខេអញ្ចឹងនៅត្រង់កន្លែងនេះក៏មិនមើលទៅខុសដែរយើងទៅសេខុសតិចបាទអូខេកន្លែងនេះក៏ពិតនៅមានសេគុណតេមួយទៀតខ្ញុំអត់បានសរសេរអញ្ចឹងបាត់ទូសូមលុបកន្លែងនេះសរសេរសារថ្មីរើសម្ដងទៀតយើងសរសេរខ្វះជាងសេគុណដកតេមុនហើយយើងអាចសេគុណតេតែម្ដងក៏បានខ្ញុំមិនប្រហែលជាដាក់ខុសហើយចឹងអានេះយើងសេគុណតេយើងមានរហូតដល់តេទៀតចឹងអានេះគឺ2 0 0តេសេគុណតេបាទនេះបូកថែមទៅបាទអញ្ចឹងសេគុណ2តេមុនអញ្ចឹងសេគុណ2តេនេះវាមាន2ផ្នែកដោយសារនេះពហុធាតុអញ្ចឹងយើងមាន0 2 0ដក2ក៏ពិតសេគុណ2តេយើងអត់បានបាច់ចាំសេក្នុងហ្នឹងទេយើងបូកជាមួយនឹងគេ0 0 1នេះតេទាំងអស់នេះគឺសេគុណ2តេហើយបើយើងបូកពហុធាតុក៏បានឬក៏កុសមុនក៏បានអញ្ចឹងនេះដក1 0 0បាទតេបូកជាមួយនឹងកុសទៀតបាទអញ្ចឹង0 1 0កុសតេអូខេអញ្ចឹងអ្វីដែលយើងសរសេរត្រង់កន្លែងនេះគឺអូខេហើយអញ្ចឹងដោយសារតែវាជន់ជាមួយនឹងសេគុណតេដំបូងនេះគឺជន់ជាមួយនឹងចម្លើយដែលយើងមានស្រាប់អញ្ចឹងយើងសរសេរពហុធាតុក្រេទី1ថែមសេគុណ
đọ thế tầm một tiết sẽ côn pt nó tăng lại ní để sao vì ở miền chủng lại được trong một giải thế chứng dương c chỉ của vụ thiệt thằng đá chân này những đã này a b c d chân này a p b p c p bộ mùi nâng a b b b c 7 t sẽ côn t đại vàបន្តមកទៀតយើងអាចមើលតកតងមួយនឹងទម្រង់មួយនេះដោយសារនេះជន់បាទហើយជន់ជាមួយនឹងចម្លើយ homozyne មួយទៀតដូច្នេះយើងត្រូវសរសេរជាលក្ខណៈពហុធាតុ degree លើសពីវាមកទូអញ្ចឹងអាចថាយើងសរសេរនេះ A3 A4 អញ្ចឹងបាទហ្នឹងហើយអញ្ចឹង A4 B4 C4 បូកជាមួយនឹង A5 B5 C5 នៃ T បូកជាមួយនឹងតើនេះបាទ A6 B6 C6 T ការ៉េបាទលើសមកទូដោយសារយើងជន់មកទូទេបាទអញ្ចឹងលើសមួយហើយយើងគុណមួយសេគុណ2ទេបានយើងបូកជាមួយនឹងកុសនៅត្រង់កន្លែងនេះអញ្ចឹងកុសរបស់យើងក៏មានដែរបាទអញ្ចឹងអានេះយើងដាក់ញ៉ាំថ្មីបាទD F ចឹងនេះ000បាទកុសតបូកជាមួយនឹង D1 1 F1 បាទsin t គេនៅពហុធាតុនៅត្រង់កន្លែងនេះមួយទៀតដូច្នេះយើងបូកបន្ថែមតែពិតយើងសរសេរជាលក្ខណៈ vector ទូទៅក៏បានដែរអានឹងយើងអាចតំណាងនឹងឯងមិនចាំសរសេរទាំងអស់ចេះក៏បានតែខ្ញុំគិតថាយើងសរសេរហ្មងទៅបាទចឹងអានេះដើម្បីឲ្យងាយស្រួលយើងយកដូចគ្នាចឹង D2 F2 2 F2 បាទបូកជាមួយនឹងអានេះក៏ពិតយើងមិនចាំដាក់នេះដាក់បាទនេះ D3 3 F3 ទាំងអស់នេះគឺអានេះគុណមួយទេទៀតចឹងយើងសរសេរជាពហុធាតុ degree ទី1បាទសម្រាប់ទូនេះអញ្ចឹងមើលទៅយើងបូកបន្តបាទរៀងច្រើនបន្តិចតែអានឹងគឺជា general form របស់ចម្លើយ XP ឬក៏ចម្លើយពិសេសparticular solution របស់ប្រព័ន្ធសមីការ non homozyne មួយហ្នឹងអញ្ចឹងវាពឹងផ្អែកជាមួយនឹងចម្លើយX ឬក៏ចម្លើយ homozyne ដើម្បីយើងសរសេរហ្នឹងពឹងផ្អែកជាមួយនឹងរាងទូទៅរបស់ BT អញ្ចឹងរាង BT នៅត្រង់កន្លែងនេះអ្នកនរគ្នាត្រូវញែកអស់គឺបើសិនជាស្វ័យគុណទេគឺតាមស្វ័យគុណទេកុសពហុធាតុហើយបើមានជាប់ជាមួយទេយើងទីងទេនឹងចេញក្រៅដែរដើម្បីយើងមើលរាងទូទៅដូចជាទម្រង់មួយនេះអញ្ចឹងតែវាឃើញជាទម្រង់នៃពហុធាតុ degree ទី1អញ្ចឹងនៅពេលយើងឃើញអានេះមានពហុធាតុ degree ទី1ដូចគ្នាប៉ុន្តែវាជន់មកទូអញ្ចឹងឡើងតឡើងទូទៅជាពហុធាតុ degree ទី2ហ្នឹងប្រការនេះអាហ្នឹងបាទនៅក្នុងមេរៀនគេមានបានចែកនេះអូខេអញ្ចឹងវីដេអូទី3ហ្នឹងគឺមានតែប៉ុណ្្នឹងដែរហើយអាច stream ប្រឡងមើលដល់ខ្លួនឯងអរគុណ